ថ្ងៃនេះគឺបានចេញដំណើរទៅធ្វើបុណ្យនៅវត្តប្រាសាទនាងខ្មៅបងប្អូននៅខេត្តតាកែវហើយឥឡូវឡានយាយគាត់មកយកខ្ញុំហើយខ្ញុំនេះឃើញស្វាយមិនអស់ចិត្តទេបងប្អូនហើយកថទៀតឃើញវាស្អាតពេកស្វាយឃើញរាល់ថ្ងៃឯងបងប្អូនតែវាមើលទៅវាតំណងឥឡូវខ្ញុំចាប់ដើមឡើងឡានហើយយាយគាត់ឡើងឡានអញ្ចឹងទៅគាត់ឈប់ដាក់យាយតាមផ្លូវទៀតអញ្ចឹងឥឡូវឈប់មកកន្លែងទៀតហើយគឺយកយាយទៅជាមួយអញ្ចឹងណាឥឡូវបានច្រើនគ្នាបងប្អូនគឺសប្បាយចិត្តណាស់បងប្អូនហើយបានធ្វើបុណ្យសប្បាយចិត្តណាស់ហើយឃើញខ្ញុំថតចឹងយាយនាំគ្នាគាត់ក៏សប្បាយចិត្តដែរបងប្អូនហើយទៅធ្វើបុណ្យគឺត្រូវតែសប្បាយចិត្តឲ្យចិត្តយើងឲ្យជ្រះថ្លាអញ្ចឹងឥឡូវចូលយកយាយមួយទៀតហើយគាត់ឆ្លងផ្លូវខ្ញុំក៏ស្រែកថាយាយឆ្លងឲ្យស្រួលកុំប្រញាប់ពេកព្រោះឡានម៉ូតូវាច្រើនបងប្អូនហើយរួចហើយក៏ចេញមកក៏មកដល់កន្លែងវត្តសប៉ានបងប្អូននេះមិនទាន់ដល់វត្តប្រាសាទនាងខ្មៅទេគឺដល់វត្តសប៉ានខ្ញុំឃើញលោកតែងបានស្អាតពេកជឿចិត្តចូលឆ្នាំមកឥឡូវយើងដល់ផ្លូវកាច់ជ្រុងចូលផ្សារព្រែកបេះឲ្យបងប្អូនកន្លែងហ្នឹងគឺសបោគឺជាការមុតបងប្អូនណាគឺស្រុកស្អាងពួកខ្ញុំហ្នឹងគឺសម្បូរផ្លែល្មុតគឺជាការល្មុតធំណាដីពួកគាត់ធំណាបងប្អូនណាហើយរួចហើយយើងក៏ជិះទៅបន្តទៀតក៏ឃើញមានខ្ញុំខានមកផ្លូវនឹងយូរហើយបងប្អូនណាអញ្ចឹងស្ពានគេរៀងត្រុតត្រោមដល់ពេលអញ្ចឹងគេរុះធ្វើស្ពានថ្មីអញ្ចឹងខ្ញុំខានមកយូរឆ្នាំហើយរួចហើយខ្ញុំក៏ជិះបន្តទៀតទៅហើយយាយក្នុងឡានគាត់នាំគ្នាសើចសប្បាយនិយាយពីនេះពីនោះអញ្ចឹងណាហើយរួចហើយក៏កន្លែងមកឃើញព្រះអង្គគឺធំណាស់ខ្ញុំក៏សុំសេចក្តីសុខទាំងទៅទាំងមកអញ្ចឹងណាបងប្អូនណាហើយឥឡូវរួចហើយយើងមកដល់នេះកំពង់ចកបងប្អូនណាកំពង់ចកហ្នឹងគឺពេលថ្ងៃក៏មានអ្នកលក់ដែរតែពេលល្ងាចវិញសតតែអ្នកលក់តែម្ដងមានរបស់ហូបច្រើនណាស់ហើយភាគច្រើនគឺគេចូលចិត្តមកលេងតាមកំពង់ចកហ្នឹងថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺសបោមនុស្សបងប្អូនណាគឺសបោមនុស្សឥឡូវពេលខ្ញុំទៅគឺថ្ងៃត្រង់ក៏នៅតែមានអ្នកលក់ដែរតែពេលល្ងាចត្រឡប់មកវិញគឺណែនផ្លូវតែម្ដងបងប្អូនណាគឺសុទ្ធតែអ្នកលក់ហើយខ្ញុំក៏បានថតវាស្រែបងប្អូនណាគឺគាត់ស្រែធ្វើសារទី2បងប្អូនហើយឥឡូវមកដល់ផ្សារព្រៃលវាហើយវងមូលផ្សារព្រៃលវាហ្នឹងយើងបត់ឆ្វេងទៅគឺនឹងមានផ្លូវមួយទៅដល់វត្តប្រាសាទនាងខ្មៅហ្នឹងហើយបងប្អូនណាឥឡូវនេះឃើញទេគឺយើងបត់ឆ្វេងហ្នឹងទៅគឺផ្លូវហ្នឹងទៅត្រង់តែម្ដងហើយផ្លូវស្រួលបងប្អូនឥឡូវយើងមកដល់ឃើញអ្នកភ្នំខ្ញុំមកឃើញភ្នំអត់បានទេបងប្អូនណាហើយចូលចិត្តម្លេះហើយចូលចិត្តអាធម្មជាតិហ្នឹងនៅតាមព្រៃភ្នំគឺភ្នំជីសូបងប្អូនណាភ្នំជីសូហើយនិយាយឲ្យចំទៅគឺធម្មជាតិវាស្អាតដល់ពេលអញ្ចឹងចេះតែចង់ថតព្រៃភ្នំហ្នឹងណាហើយបើសិនជាមានភ្លៀងមានអីទៀតធម្មជាតិទៀតមកភ្លៀងមកលាស់ស្លឹកឈើរឹតតែស្អាតជាងហ្នឹងទៀតបងប្អូនណាគឺយើងត្រជាក់ភ្នែកតែម្ដងហើយខ្ញុំខានមកយូរឆ្នាំកាលមុនគឺខ្ញុំមកតាមផ្លូវភ្នំជីសូហ្នឹងគឺផ្លូវពិបាកណាស់ឥឡូវផ្លូវឡើងស្រួលផ្លូវជិះឡើងស្រួលមែនតើជិះមួយផ្លេតដល់ហើយឥឡូវយើងមកដល់វត្តប្រាសាទនាងខ្មៅហើយខ្ញុំមកថ្ងៃនេះជម្រាបបងប្អូនណាគឺជាបុណ្យបំពោះកលបុត្រ70នាក់ណាបងប្អូនណាតែបើសិនជាចាស់តាមទំនៀមទម្លាប់គាត់ហៅថាបបួសនាគបងប្អូនណាបបួសនាគ30អង្គ70អង្គបងប្អូននេះ70អង្គសុំទោសណាឥឡូវមកដល់កន្លែងរោងហើយតែខ្ញុំមកពេលល្ងាចទេបងប្អូននៅពេលព្រឹកទៀតពេលល្ងាចក៏មនុស្សច្រើនដែរតែពេលព្រឹកក៏រត់តែមនុស្សទៀតឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេគឺខ្ញុំមានវគ្គបន្តទៀតណាបងប្អូន